ហួសចិត្តខ្លួនឯងអ្នកគ្នាខ្ញុំទៅវត្តដើរថតដើរអីចឹងណាដល់ពេលរួចហើយទៅស្រាប់តែខ្ញុំទៅឃើញកន្លែងនឹងឡើងតំណងហើយខ្ញុំអត់បានសង្កេតមើលទេដល់ហើយទៅគូនដឹងខ្ញុំក៏ប្រាប់ខ្ញុំថាហ្នឹងចែកដីខ្ញុំទៅខំទៅចូល selfie ខ្ញុំគៀងខ្លួនឯងទៅហាពេលខ្ញុំពងថតណាគេនៅគ្នាមើលព្រាដល់ណាហើយយើងទៅថតនេះថតក្រោយចែកលះហើយយើងទៅចូលថត background យើងចែកដីគេអញ្ចឹងខ្ញុំឡើងគៀងឡើងខ្លាំងអីធ្វើមិនទេបើថតហើយបាត់ហ្នឹងរងថ្ងៃលោកងើឃើញគេមានតុកមានអីលោកដាក់គូនដឹងខ្លួនឯងថាអត់មានតុកអត់មានអីគេទេអ្នកនរគ្នាអើយគេខំសវេសវ៉ារត់ដាច់រត់ឈើរត់អីយកមកធ្វើឲ្យនេះឲ្យឡើងស្អាតរបស់គេហ្មងមុនដំបូងថាទិញដល់ពេលទៅភ្លេចគិតថាគេជាងដែរគេឆ្លាស់ធ្វើ decor ធ្វើអីចឹងដល់ពេលឲ្យគេដឹងពីរបៀបធ្វើគេធ្វើឲ្យឡើងស្អាតរបស់គេគេយកឈើចាស់សល់ពីមុនធ្វើផ្ទះហ្នឹងគេយកមកធ្វើឲ្យយើងហ្មងស្រឡាញ់ទឹកចិត្តត្រង់ថាយើងចង់បានអីក៏ធ្វើឲ្យដែរតោះចិត្តយើងទេអ្នកនរគ្នាតែបើខ្ញុំវិញរករឿងខ្លាំងខ្ញុំមិនដឹងមិនទេកើតជាមនុស្សស្រីចរិតអីចឹងទៅអ្នកនរគ្នាងងក់ងសាហាវហើយខ្ញុំដឹងថាគេងមិនណាបើខ្ញុំវិញខឹងគេម្ដងមួយថ្ងៃបងងាកបានបាត់ខឹងវិញហើយមិនបានទៅជាអញ្ចឹងតាំងតែពីមុនខ្ញុំនៅម្នាក់ឯងខ្ញុំមិនមែនជាមនុស្សអញ្ចឹងទេដល់ពេលឥឡូវមកងក់ងអីណានឹងមែនគេថាចរិតមនុស្សស្រីនេះអ្នកនរគ្នានេះកាមេរ៉ាស៊ីនណាខ្ញុំអត់ស្អាតទេតែប៉ិតទៅខ្ញុំបានវាធ្វើយកនឹងនៅក្រៅកធីកធាត់គេមានគេម៉ាប់ខ្មៅក៏ខ្មៅមុនក៏មុននិយាយថាទៅណាម្ដងអញ្ចឹងគេតាមមើលមុខមើលអីដោយសារមុខអាក្រក់ពេកមុខស្អាតរុយទៅគេតាមមើលខ្ញុំមានបញ្ហាបាក់ទឹកចិត្តទៅពេលអញ្ចឹងទៅមួយរយៈក្រោយហ្នឹងខ្ញុំឡើងគីឡូឡើងអីហើយមុខសក់មុនហើយខ្ញុំជួយចិត្តហូបអីមុនពេលចូលដេកដល់ពេលអញ្ចឹងទៅវាធ្វើឲ្យយើងស្ទះនេះពោះវៀនធំយើងយកទៅបន្ទោបន្ទោអីចឹងទៅវានៅស្អិតជាប់ហ្នឹងទៅវាធ្វើឲ្យយើងកើតលមាស់កើតធាតុពុលធាតុអីមានព្រូនមានអីក្នុងខ្លួនអ្នកនរគ្នាអញ្ចឹងអត់ល្អទេកុំធ្វើអញ្ចឹងអីអ្នកនរគ្នាត្រូវតែញ៉ាំរបបអាហារល្អទៅផឹកទឹកឲ្យបានច្រើនកុំសូវផឹកគ្រឿងកំប៉ុងផឹកអីរបបអាប់ហិលហ្នឹងកាត់បានកាត់ទៅហើយខ្ញុំកាត់ចង់អស់ហើយឥឡូវពួកអីមួយរយៈពេលមុនខ្ញុំឡើងលមាស់ឡើងពេញខ្លួនដោយសារតែខ្ញុំហូបរបស់អត់ល្អអីចឹងអ្នកនរគ្នាហើយរឿងសំខាន់មួយទៀតអ្នកនរគ្នាមុនពេលយើងចូលគេងម៉ោង 4 ម៉ោង 5 ហ្នឹងយើងញ៉ាំអាហារល្អទៅញ៉ាំមានបន្លែមានបែបសាច់អត់សូវមានខ្លាញ់ទ្រង់មាន់ទ្រង់អីចឹងណាយើងកុំញ៉ាំរបស់ដែលមានសារជាតិហឹរខ្លាំងអីប្រៃខ្លាំងពេកនិយាយរួមតែរសជាតិដិតៗនោះយើងកាត់បន្ថយទៅអ្នកនរគ្នាព្រោះអាមុនពេលយើងចូលគេងហ្នឹងគឺសំខាន់ខ្លាំងណាស់ពេលយើងហូបទៅគឺកាពះយើងវាអត់ធ្វើការទេវាអត់កិនរំលាយទេទៅពេលអញ្ចឹងទៅវាធ្វើឲ្យយើងស្ទះពោះវៀនធំដូចខ្ញុំនិយាយនឹងឯងទៅវាកើតជាកកសំណល់កាកសំណល់ទាំងអស់ហ្នឹងវាក៏កកស្ទះនៅពោះវៀនធំយើងអត់បាត់ជើងអត់អីទៅវាបញ្ចេញជាតិពុលក្នុងខ្លួនយើងបានវាកើតទៅជាលមាស់កើតទៅជាព្រូនឡើងមុនខ្នងមុនអីមុនមុខមុនអីហ្នឹងអ្នកនរគ្នាហ្នឹងគឺជាដើមហេតុធំបំផុតហើយនេះគឺជាមុខខ្ញុំផ្សេងអ្នកនរគ្នាអាចមើលបានគឺសិតតែអាចរុយឡើងសោះមុខហ្មងហើយខ្ញុំមិនដឹងធ្វើម៉េចបាត់